ក្រសួងទេសចរនិងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាចាប់ដៃគ្នាជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរឲ្យក្លាយជាកម្លាំងចលករថ្មីនៃសេដ្ឋកិច្ចកម្ពុជាក្រសួងទេសចរនិងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញការបដិញ្ញាចិត្តរួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈបង្កើតមុខរបរនិងជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរឲ្យកាន់តែមានសក្តានុពលនិងចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងអង្គការសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងសហការីកាលពីថ្ងៃទី17ខែសីហាឆ្នាំ2026នៅទីស្តីការក្រសួងទេសចរថ្លែងក្នុងជំនួបនេះអង្គការសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពបានលើកឡើងថាសេដ្ឋកិច្ចក្រៅប្រព័ន្ធមានតួនាទីសំខាន់ក្នុងការគាំទ្រជីវភាពប្រជាពលរដ្ឋនិងជាពិសេសជួយបង្កើតមុខរបរនិងប្រាក់ចំណូលសម្រាប់យុវជននៅតាមមូលដ្ឋានទេសចរការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរមិនមែនមានន័យត្រឹមតែការជួយឲ្យអ្នកប្រកបមុខរបរមានប្រាក់ចំណូលប៉ុណ្ណោះទេប៉ុន្តែជាការផ្ដល់ឱកាសឲ្យពួកគាត់ទទួលបានជំនាញសេវាគាំពារសង្គមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការការពារផ្នែកច្បាប់ដើម្បីឲ្យមុខរបររបស់ពួកគាត់អាចរីកចម្រើនប្រកបដោយចីរភាពអង្គការសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពបានបន្តថាសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាមានគោលដៅជំរុញការចុះឈ្មោះនិងសម្គាល់អត្តសញ្ញាណអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងផ្សព្វផ្សាយការយល់ដឹងនិងបង្កើតកិច្ចសហការជាមួយយុវជននិងភាគីពាក់ព័ន្ធដើម្បីជួយឲ្យអាជីវកម្មខ្នាតតូចអាចឈានចូលក្នុងប្រព័ន្ធផ្លូវការទទួលបានអត្ថប្រយោជន៍និងការការពារតាមច្បាប់យើងចង់ឃើញអ្នកប្រកបមុខរបរតូចៗនៅតាមតំបន់ទេសចរពីអ្នកលក់ដូរអ្នកផ្ដល់សេវារហូតដល់យុវជនដែលកំពុងចាប់ផ្ដើមអាជីវកម្មអាចទទួលបានជំនាញនិងឱកាសស្មើគ្នាដើម្បីឲ្យពួកគាត់ក្លាយជាផ្នែកមួយនៃខ្សែច្រវាក់តម្លៃទេសចរនិងចូលរួមបង្កើតតម្លៃសេដ្ឋកិច្ចនៅមូលដ្ឋានជាមួយគ្នានេះអង្គការសមូហកបណ្ឌិតលីសុភាពបានបញ្ជាក់ថាការសហការជាមួយក្រសួងទេសចរគឺជាឱកាសសំខាន់ក្នុងការភ្ជាប់រវាងជំនាញយុវជនមុខរបរនិងវិស័យទេសចរដោយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាមានបំណងចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីទេសចរទៅកាន់បណ្ដាញសាស្ត្រាចារ្យនិងនិស្សិតព្រមទាំងលើកកម្ពស់សមត្ថភាពអ្នកប្រកបមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំណែកឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានកោតសរសើរចំពោះការចូលរួមរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការពង្រឹងសមត្ថភាពការរៀបចំកញ្ចប់អត្ថប្រយោជន៍និងការគាំទ្រចាំបាច់នានាដើម្បីបង្កើនឱកាសការងារមុខរបរនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋយ៉ាងណាជាលទ្ធផលនៃជំនួបខាងលើនេះភាគីទាំងពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការសំខាន់ចំនួន4រួមមានការបណ្ដុះបណ្ដាលជំនាញទេសចរនិងពង្រឹងធនធានមនុស្សការបង្កើតឱកាសការងារនិងអភិវឌ្ឍមុខរបរការពង្រីកសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរភាគីទាំងពីរក៏ឯកភាពរៀបចំចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការផ្លូវការនិងជំរុញការអនុវត្តឲ្យមានលទ្ធផលជាក់ស្ដែងជាមួយគ្នានេះសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាក្រុងរៀបចំសិក្ខាសាលាស្ដីពីយុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2026នៅខេត្តសៀមរាបដោយរំពឹងថានឹងមានអ្នកចូលរួមជាង3500នាក់ការចាប់ដៃគ្នានេះគឺជាការភ្ជាប់ជំនាញទៅនឹងមុខរបរទៅនឹងប្រាក់ចំណូលនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅនឹងការរីកចម្រើននៃវិស័យទេសចរដោយសម្ដៅធ្វើឲ្យប្រជាពលរដ្ឋនិងយុវជនកាន់តែមានសមត្ថភាពមានឱកាសនិងមានភាពធន់ក្នុងការប្រកបរបររបស់ខ្លួនស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា